បងអាចអះអាងនៅមុខមហាជនតិចបានទេថាបងធ្លាប់ស្គាល់គាត់ដែរឬទេឬក៏គាត់ប្រមូលស្បត់អីយ៉ាងណាបងអាចជំរាបជូនមហាជនតិចបានទេបាទគាត់ថាគាត់នឹងប្រពន្ធខ្ញុំបាទហើយស្គាល់គ្នាពីណាពីណីមកអញ្ចឹងណាទាំងតែជាក់ស្ដែងខ្ញុំអត់ដែរស្គាល់ទេនិយាយទៅគឺអត់ដឹងប្រភពមកពីណាហ្មងរំខានប៉ះពាល់ជាមួយនឹងឯកជនភាពសពគ្រប់បែបយ៉ាងហើយនៅពេលដែលយើងបកស្រាយតាមផ្លូវច្បាប់ប្តឹងលើកមុនហ្នឹងគាត់ឲ្យយើងស្បត់ហើយដូចខ្ញុំថាអញ្ចឹងខ្ញុំអត់ស្បត់ជាមួយនឹងប្រភេទមនុស្សអញ្ចឹងទេព្រោះវាអត់មានន័យត្រូវតែយើងស្បត់ជាមួយគាត់ប៉ុន្តែបើសិនជាមួយបងប្អូនមហាជនឬក៏ជាមួយ fan ខ្ញុំនឹងស្បត់ឲ្យពួកគាត់បានថាខ្ញុំពិតជាអត់ស្គាល់គាត់ទេបាទអត់ដែលតែមានតំណែងតំណងស្នេហាប្តីប្រពន្ធនៃពីដើមបុរាណកាលឯណាមកទេបើមានមែនប្រហែលជាខ្ញុំស្បត់ឲ្យខ្លួនឯងហ្នឹងអាលេងមកពូជចោលបងប្អូនក្រុមគ្រួសារទាំងអស់100ក៏បានដែរប៉ុន្តែបើឲ្យស្បត់ជាមួយគាត់អត់ទេបាទអត់ស្បត់បានទេព្រោះមនុស្សចេះយើងស្បត់ទៅវាបាត់បង់ជាមួយនឹងតម្លៃខ្លួនឯងជាមួយគាត់ណាបាទអញ្ចឹងជាចុងក្រោយបងបានបញ្ជាក់ជាមួយនឹងមហាជនក៏ដូចជា fan របស់បងផ្ទាល់ហើយថាបងមិនបានស្គាល់ឬក៏មិនដែលស្គាល់ដាច់អហង្ការតែម្ដងគឺអត់ស្គាល់តែម្ដងស្បត់ក៏បានដែរបាទស្បត់ក៏បានដែរជាមួយនឹងមហាជនបាទជាមួយមហាជន fan បងប្អូននៅទូទាំងប្រទេសតែលើកលែងតែគាត់មួយទេបាទព្រោះអីនិយាយគ្នាអត់ចូលទេបងសុភាមិញបងដឹងហើយមិញឃើញគាត់ពួលបងស្បត់មិនគាត់ថាបងហ៊ានស្បត់ទេតែឥឡូវបងហ៊ានស្បត់ជាមួយនឹងមហាជនហើយថាបងមិនបានស្គាល់ទេដាច់អហង្ការតែម្ដងបាទអរគុណច្រើនបងអរគុណតែបងហ៊ានស្បត់ទេបងខ្ញុំហ៊ានមើលឥឡូវតាមហ្នឹងមើលបងបើសិនជាខ្ញុំកុហកខ្ញុំសូមឲ្យស្លាប់ទាំងពូជអាយយងាប់ហើយបងផ្ទះបាញ់ចាំមើលតាផ្ទះបាញ់មែនអត់ខ្ញុំអត់មានពៀនពីសបត់ទេខ្ញុំនៅនឹងដែរអោសំទោសកែលោកមកឥឡូវអីខ្ញុំរត់អត់តន់អានេះកំពុងក្តៅចឹងអាឡូជំរាបសួរបងខ្ញុំលីមតិចមេងបងខ្ញុំមានករណីនៅផ្ទះផ្ទាល់ហ្មងបងអាចចុះមកសម្រួលដើម្បីចាប់គាត់យកទៅទីតាំងបានទេបងខ្ញុំនៅកប់ស្រូវបងកប់ស្រូវMH Villa កម្រង4ផ្ទះលេខ V88 គេថាឈួតចឹងខ្ញុំនិយាយទៅអីផងបាទចឹងមិនសុខចិត្តបងគាត់ប្លុកតែគាត់បដិសេធថាកន្លងមកគាត់មិនដែរស្គាល់បងក៏ដូចជាធ្វើការតំណតំណងជាមួយបងទេអានោះមកជឿគាត់ទៅខ្ញុំកុហកឲ្យថាខ្ញុំកុហកទៅតែឥឡូវខ្ញុំមកធ្វើការសាកសួរបងភាគីទាំងសងខាងកុំណាសុខចិត្តចូលគុកព្រោះស្នេហាទេបងមិនខ្ញុំឈួតតែម្នាក់ឯងទេខ្ញុំឈួតទេមកសុកចិត្តលក់កិត្តិយសដើម្បីគាត់ដើម្បីស្រឡាញ់គាត់ដើម្បីឲ្យខ្មាស់គេនេះដើម្បីចូលគុកអាណាមិនស្រឡាញ់ផងមកធ្វើចឹងទៅអីចង់បានស្អីមកវិញឥឡូវនេះបានស្អីឥឡូវបានលុយហីបងបានល្បីគេជេរហ្នឹងមែនហើយម៉ែខ្ញុំនៅផ្ទះពងឈឺនោះខ្ញុំចង់បានលុយទៅឲ្យម៉ែខ្ញុំមែនបាទគោរពនឹងជម្រាបសួរប្រិមិត្តទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅវីដេអូនេះខណៈនេះខ្ញុំបាទកំពុងតែស្ថិតនៅមុខផ្ទះលោកលឹមតិចមីផ្ទាល់តែម្ដងនៅថ្ងៃទី23ខែតុលាឆ្នាំ2025ជំវិញរឿងរ៉ាវយ៉ាងចម្រូងចម្រាសជាមួយនឹងលោកលឹមតិចមីជាមួយនឹងបរិសម្នាក់ដែលគាត់បានអះអាងថាជាប្រពន្ធរបស់លោកលឹមតិចមីផ្ទាល់តែម្ដងដែលអតីតធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីឆ្នាំកំឡុង2014មកម្លេះរហូតមកដល់ពេលបច្ចុប្បន្នបងប្អូនប្រិមត្តទូរទស្សនិកជនទាំងអស់គ្នាប្រកាសជាបានដឹងហើយនៅរឿងរ៉ាវរបស់លោកលឹមតិចមេងក៏បានប្តឹងផ្ដាល់ទៅលើបរិសុខាងលើដែរហើយចំណាត់ការយ៉ាងណានោះក៏យើងមិនទាន់ដឹងថាដល់ដំណាក់កាលណាដែរក៏ប៉ុន្តែលោកលឹមតិចមេងក៏បានបញ្ជាក់ថាក្រែងលោបរិសុខាងលើដែលបានអះអាងថាជាប្រពន្ធនោះក្រែងលោគាត់បានគេហៅថាដឹងខ្លួនកែប្រែកំហុសបើសិនជាមានអាចទម្លាក់ដៃចុះហើយបញ្ចប់រឿងនេះលោកមិនប្រកាន់ទោសអូដំណើរតទៅមុខទៀតទេក៏ប៉ុន្តែនៅថ្ងៃកើតហេតុថ្ងៃទី23ខែតុលាឆ្នាំ2025នេះស្រាប់តែប្រទះឃើញបរិសុខាងលើបានមកដល់ទីតាំងមុខផ្ទះសារជាថ្មីម្ដងទៀតដើម្បីធ្វើការបង្ហាញនិងបង្ហោះថតនៅក្នុងសង្គម TikTok ក៏ដូចជា Facebook ជាបន្តទៅទៀតក៏លោកបានចុះមកធ្វើការ live នៅ Facebook បងប្អូនប្រកាសជាបានឃើញហើយជុំវិញនៃករណីនេះបាទនេះគាត់បរិសុខាងលើនៅខាងក្រោយខ្ញុំបាទនេះចុះឥឡូវបងមកដល់នេះបងចង់បានអីគេបងមកដល់ផ្ទះបងលឹមតិចមេងតែម្ដងចង់បានអីគេដែរនិយាយខ្លីទៅបងនឹកគាត់ចង់មកធ្វើអីគេមកដល់ផ្ទះហ្នឹងដើម្បីធ្វើម៉េចដើម្បីបាត់នឹកគាត់ប្លុកអស់ហើយប្លុកលេខប្លុក Telegram ប្លុកអស់លើសួរគាត់បាត់គាត់បានប្លុកគាត់បានទៅសួរគាត់ផ្ទាល់អូប្លុកអស់លេខ Telegram 3ស្គាល់ទាំងអស់មិនដែរស្គាល់នេះស្គាល់ Telegram ទាំង3ហ្នឹងបាទនេះខ្ញុំបើកឲ្យមើលហ្មងមានហ្មងតែគាត់ឆាតអត់មានទេព្រោះអត់ដែរនេះបើគាត់ប្លុកលុបខ្ទេចឲ្យមានសល់ស្អីទៀតជុំមានសល់រូបវត្ថុអនុស្សាវរីយ៍អីមួយសន្លឹកអីតាំងពីបងអះអាងថាបងបានទំនាក់ទំនងជាមួយនឹងលោកលឹមតិចមេងពីដើមមកបងសួរឥឡូវបង2014យើងឥឡូវដូចគាត់ហ្នឹងគាត់អត់ច្រៀងទេគាត់មានលុយទិញទូរស័ព្ទតែបាទហើយខ្ញុំទៅចាប់ដើមច្រៀងហ្នឹងអូបងឲ្យយល់ទេហើយអាម៉េចយើងត្រូវស្រឡាញ់នេះថតតាំងពីហ្នឹងមកយើងមិនដែរគិតតែគាត់ខ្លាចជាអញ្ចឹងណាបាទបងបាទទៅទៅចូលហងមានល្បីហ្នឹងថាបានទៅជាអញ្ចឹងនេះបាទបងបាទឥឡូវទៅខ្ញុំឈ្គួតអធិស្ស្រ័យបងសុំឈ្មោះបងពិតហើយនឹងអាយុបងបានដែរឬទេអតញ្ញបានក្នុងទៅឈ្មោះគុណបើណា
ចឹងឈ្មោះបងគុណបើណាឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណតែម្ដងបាទប៉ុន្តែដល់ពេលគេហៅ rolling ទី2រហូតអូគេហៅ rolling ទី2តែបាច់កុំឲ្យប៉ះពាល់បង rolling បាញ់និយាយអូបាទបងមានទីលំនៅនៅទីតាំងណាដែរបងនៅក្រោយយើងនិយាយមើលចង់គោកជន់ក្រោយគោកបញ្ជាន់វែងស្រេងយើងនេះណានេះនឹងសាលាគោកចូលតាមច្រកវត្តទៅណាបងរស់នៅអចិន្ត្រៃយ៍ពីដើមមកកើតនៅនឹងតែម្ដងក៏យ៉ាងម៉េចបងខ្ញុំកើត1993 12 នៅបឹងឡាងអញ្ចឹងការពីតូចបងចាប់កំណើតមកនៅម្ដុំបឹងសាឡាងហើយក្រោយមកក៏ផ្លាស់ទីលំនៅមកម្ដុំគោកបញ្ជាន់បាទបងបាទហើយឥឡូវយ៉ាងម៉េចហើយបងបានមកដល់នេះរឿងរ៉ាវទៅជាយ៉ាងណាហើយបងមានស្អីទេគាត់ឲ្យខ្ញុំឈប់ខ្ញុំអត់ឈប់នឹងតែប៉ុណ្្នឹងអត់ឈប់ទេព្រោះមើលស្រឡាញ់ខ្ញុំធ្វើម៉េចខ្ញុំមិនតែចង់ល្បីទេល្បីឲ្យគេជេរអញ្ចឹងមែនអញ្ចឹងហ៎បងនិយាយស្មោះត្រង់ទៅខ្ញុំក៏បានឃើញបងផុសនៅក្នុងបណ្ដាញសង្គម TikTok ដែរអញ្ចឹងណាបងច្រើនដែរបងណាច្រើនការផុសនោះបងចង់បានអីវិញបងគាត់ចង់ឲ្យគាត់និយាយមួយយើងមកក៏អត់យកប្លុកចោលទៅមកយកអារម្មណ៍អត់និយាយមួយគ្នាប្លុកគ្នាទៅខឹងអត់អូអញ្ចឹងបងខឹងគ្រាន់តែអត់និយាយជាមួយបងឯងទេអញ្ចឹងបងឯងធ្វើនឹងដើម្បីតែមានទំនាក់ទំនងជាមួយគាត់ឬក៏ធ្វើរបៀបណាដើម្បីឲ្យមានវិធីសាស្ត្រនៅក្នុងការជជែកជាមួយគាត់បានបើនិយាយទៅបងពីមុនវាពីមុនហើយតែឥឡូវនេះយល់ថាគាត់ល្បីបាទតែដល់ពេលអញ្ចឹងមើលបងនិយាយអត់ស្គាល់រហូតបងខ្ញុំក៏បានឃើញរឿងរ៉ាវនេះដែរនៅក្នុងបណ្ដាញសង្គមក៏ប៉ុន្តែខ្ញុំក៏បានឃើញលោកលឹមតិចម៉េងគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅលើរឿងរ៉ាវនេះជាមួយនឹងបងដែរតើចំណាត់ការនេះយ៉ាងណាហើយឬក៏ដោះស្រាយដល់ដំណាក់កាលណាហើយហ្នឹងបងមកទៀតទៅយករឿងម៉ាក់ឈឺមកនិយាយទៅអូយធុញណាបាទនេះខ្ញុំសាកសួរបងមកចំហៀងអញ្ចឹងណាបងសម្រាប់ការបកស្រាយរបស់លោកលឹមទឹកមេងបន្តឬក៏រឿងរ៉ាវនេះយ៉ាងណាមានតែបង2នាក់ទេទើបបងដឹងច្បាស់ឬក៏លោកលឹមទឹកមេងជាមួយនឹងបងទៀតដឹងច្បាស់តែម្ដងតោះតែកើតលើបងឯងកើតលើបងអ្នកកំពុងអានេះឬកើតលើគាត់ប្អូនគាត់ខ្ញុំទុកអ្វីទាំងអស់នោះតម្លាក់ឲ្យកូនគាត់បាទចាំមើលតែស្គាល់រសជាតិនឹងអត់អាគេនិយាយថាមិនស្គាល់ពេញប្រទេសនេះឥឡូវបញ្ជាក់ចុងក្រោយជាមួយនឹងប្រិយមិត្តថាបងបញ្ជាក់បន្តិចបានទេថាតើពិតជាមានទំនាក់ទំនងយ៉ាងម៉េចយ៉ាងម៉ាដែរអាចបញ្ជាក់ច្បាស់បន្តិចបានទេខ្ញុំនិយាយខ្លីបងគឺរឿងពិតរបស់ខ្ញុំរឿងពិតប៉ុន្តែបើសួរថាមានរូបមានអីគ្មានទេណាបានទៅថតចំនួននោះអូអញ្ចឹងបានន័យថាបងអះអាងថាជារឿងពិតជាបានទំនាក់ទំនងគ្នាជាប្តីប្រពន្ធមែនខ្ញុំអានោះយើងមិនមែនទៅរៀបការទេបងគាត់យើងស្រឡាញ់បងយើងស្រឡាញ់គ្នារស់នៅជាមួយគ្នាបងបើនិយាយពីអារឿងចឹងអានោះមិននិយាយបងនិយាយទៅវាអត់មានអីផងនឹងយកមានអីផតាំងទេនិយាយទៅអីបាទគាត់ថាខ្ញុំខឹងគាត់ខ្ញុំទៅសរសេរហើយដល់ពេលគាត់ខាខ្ញុំយករឿងទៅហែកលើនោះបាទបងបាយមកដល់ទីតាំងនេះតាំងម៉ោងប៉ុន្មានបងតាំងម៉ោងមើលថ្ងៃហ្នឹងតាមពិតអត់បងថ្ងៃហ្នឹងត្រូវទៅជួបប្រជុំក្រុមធ្វើភ្លេងធ្វើអីទេប៉ុន្តែដល់ពេលហើយក៏ឆ្លៀតមកតាំងម៉ោងប៉ុន្មានមកដល់នេះ10 11ដល់អូតាំង11ព្រឹកនោះយល់មកហ្នឹងគឺគាត់តែចង់មកតែគាត់នៅផ្ទះអត់ឬគាត់ទៅណាអូមកយល់ទេប្លុកអស់ហើយហ្នឹងប្លុកអស់ហើយយើងទៅអូយបាទបងស្គាល់ផ្ទះលោកលឹមទឹកមេងតាមណាដែរចាំមុនបងអញឆ្ងល់ទេថាមិនខ្ញុំស្គាល់ផ្ទះខ្ញុំជុំទៅឡើងខ្ញុំទៅវាមិនតែណាអត់ស្គាល់ទីស្គាល់ផ្ទះទេបងអញយល់ហើយខ្ញុំតាមដានគាត់ថាម៉េចដាក់ GPS អីអញ្ចឹងវាមិនដែរណាមកស្គាល់ផ្ទះបងអញយល់អាណាមិនតែស្គាល់ផ្ទះមិនតែស្គាល់គ្នាមកស្គាល់ផ្ទះបងសម្រាយអារម្មណ៍បងឯងតិចមើលចេញពីចិត្តតិចមើលទៅតាមបណ្ដាញសង្គមអ្នកមើលដែលគាត់កំពុងទស្សនាបងខ្ញុំលេងចេញទៅគឺវាលេងមានទឹកភ្នែកយំទៀតនិយាយចេញពីចិត្តតិចមើលមានអីចង់និយាយបងខ្ញុំគ្រាន់តែចង់និយាយថាឥឡូវបើសិនជាភេទទី3ដែលកំពុងមើលទាំងអស់គ្នាតែយល់អារម្មណ៍ខ្ញុំមិនយល់ថាកិត្តិយសគាត់ខ្ញុំអត់មានកិត្តិយសមែនបាទខ្ញុំមានកិត្តិយសមែនហើយយើងត្រូវតែអូខេតែបើគេថាខ្ញុំយល់ពេលខ្ញុំទៅវត្តស្រាប់ធរឲ្យលោកថាអហោសិកម្មមករឿងនៅស្រឡាញ់អញ្ចឹងហើយបងហើយសួរអារម្មណ៍យើងធ្វើចិត្តអត់បានទេណាអារម្មណ៍នៅស្រឡាញ់នៅនឹកនៅគិតជួបបងឯងគិតមកឥឡូវបើជាបងឯងមានបងឯងធ្វើម៉េចបាទឃើញគេអញ្ចឹងហ្នឹងសួរអារម្មណ៍យើងម៉េចអារម្មណ៍នឹងអត់ស្ងប់ទេជ្រៅអត់បាទក្តៅអត់ខឹងអត់ចង់មកអញ្ចឹងអត់បាទតែមិនមកអុកលុកណាគាត់ទៅថតគាត់អង្គុយពីចងាយគាត់ឲ្យដាក់មុខផ្ទះទេដល់ពេលទៅអង្គុយគេនោះគាត់ថាខ្ញុំនឹងឯណាដាក់ម៉ូតូពួនហើយយើងបើកក្រែងឲ្យដាក់កៅនោះហ៎ខុសរហូតហ្នឹងបងឯងមើលបើខ្ញុំដាក់ម៉ូតូមុខហ្នឹងគាត់ថាខុសដល់ពេលទៅដាក់នោះឥឡូវខុសទៀតអរគុណច្រើនបងអរគុណសម្រាប់ការផ្ដល់បទសម្ភាសន៍ជាមួយខ្ញុំនឹងព្យាយាមបន្ថែមសួរព័ត៌មានបន្ថែមជាមួយនឹងលោកលឹមទឹកមេងដើម្បីបញ្ជាក់បាទនៅក្នុងការផ្សាយនេះអរគុណច្រើនបងរឿងរ៉ាវនេះយ៉ាងម៉េចដែរបងមិញខ្ញុំឃើញផ្ទុះមែនតើនៅក្នុងបណ្ដាញសង្គមបងជាពិសេសនៅក្នុង Facebook ខ្ញុំឃើញផ្ទុះមែនតើចូល 20k ជាងណា view ណាបងហើយជំរាបបន្តិចបានទេរឿងហ្នឹងយ៉ាងម៉េចដែរបងតាមពិតទៅរឿងនេះយូរហើយបាទបុគ្គលហ្នឹងខ្ញុំអត់ដែរស្គាល់ទេបាទហើយដឹងតែគាត់មានប្រភពមកពីណាជាអ្នកណាទេហើយសំខាន់ហ្នឹងគាត់មនុស្សប្រុសដែរហើយវ័យដូចជា30ជាងហើយបាទរឿងទី1គឺគាត់បង្ហោះបកាច់បខូចលៀបពណ៌ខ្ញុំថាខ្ញុំនឹងប្តីគាត់បាទហើយផុសជារៀងរាល់ថ្ងៃហើយក្នុងមួយវីដេអូហ្នឹងគាត់ផុស20ទៅ30ដងក្នុងមួយថ្ងៃបាទផុសរៀងរាល់ថ្ងៃហើយខ្ញុំក៏គិតថាចុះយើងខ្វល់អីអ្នកដែលគាត់ជឿអ្នកដែលគាត់មិនជឿទៅណាយើង
ឲ្យគេរៀនយល់ខ្លួនឯងទៅបន្ទាប់មកក្រោយទៀតគាត់ជេរប្រមាថខ្ញុំតាម Facebook តាមប្រព័ន្ធ social media ហ្នឹងហើយមកដល់ផ្ទះខ្ញុំហ្នឹងថតផ្ទះខ្ញុំអញ្ចឹងទៅយកទៅផុសទៅសេថាខ្ញុំហ្នឹងប្តីគាត់បានអីមានអីណារំលោភបំពានគាត់ឲ្យមិនទទួលខុសត្រូវអីអញ្ចឹងទៅហើយទាំងតែខ្ញុំអត់ដែរស្គាល់គាត់ទេបន្ទាប់ពី fan ខ្ញុំអ្នកគ្រប់គ្រងខ្ញុំគាត់ឲ្យតំណែងមកខ្ញុំច្រើនពេកថាអត់ស្រួលហើយបុគ្គលហ្នឹងអញ្ចឹងក៏ខ្ញុំដាក់ពាក្យបណ្ដឹងទៅម្ដងទៅមេធាវីរបស់ខ្ញុំហ្នឹងឲ្យគាត់ធ្វើការហ្នឹងហើយក៏គាត់លុបដល់ពេលដែលខ្ញុំប្តឹងគាត់លុប social media ហ្នឹងគាត់លុបរូបលីអូឲ្យអស់ក៏ខ្ញុំគាត់ថាហេប្រហែលចប់ហើយអញ្ចឹងយើងទុកឱកាសឲ្យគាត់ទៅមនុស្សដូចគ្នាយើងទុកឱកាសឲ្យគាត់កែខ្លួនទៅដើម្បីឲ្យគាត់មានអនាគតក្នុងសង្គមវិញអញ្ចឹងណាយើងកុំអាងអីឡើងគុកអីចឹងណាបាទបងបាទតែដល់ពេលមកដល់ថ្ងៃនេះមកដល់មុខផ្ទះទៀតហើយបាទអញ្ចឹងបើសិនជាយើងបដោយទៀតអត់កើតទេហើយវាចូលជាឆ្នាំហើយវា2ឆ្នាំជាងអីទៅហើយសាច់រឿងដែលគាត់លៀបពណ៌ធ្វើបាបខ្ញុំហ្នឹងណាបាទអញ្ចឹងបានន័យថារឿងរ៉ាវនេះគឺកើតឡើង2ឆ្នាំហើយបាទយូរហើយនៅក្នុងបណ្ដាញថ្ងៃហ្នឹងរយៈក្រោយឬក៏យ៉ាងម៉េចបាទរយៈមុនហ្នឹងក៏អត់ទូដែរដោយសារតែខ្ញុំអត់ឡាយខ្ញុំអត់ធ្វើទេខ្ញុំគ្រាន់តែប្តឹងតាមនីតិវិធីច្បាប់ហើយយើងផុសប្រាប់គាត់ថាយើងកំពុងតែឲ្យច្បាប់ធ្វើការហើយអញ្ចឹងប្រឈប់ទៅកុំឲ្យច្បាប់ធ្វើការទៅក៏គាត់លុបដល់ពេលគាត់លុបយើងគាត់ថាប្រហែលគាត់ដឹងពីច្បាប់ហើយក៏ខ្លាចច្បាប់ហើយយើងគាត់លុបហើយយើងចប់ទៅតែឥឡូវហ្នឹងទៀតហើយហ្នឹងហើយមកដល់ផ្ទះហ្មងអញ្ចឹងអត់កើតទេបាទអត់ទេនិយាយតាមត្រង់នេះខ្ញុំបានឃើញនៅក្នុងជុំវិញរឿងរ៉ាវនេះដែរដោយសារតែផ្ទុះនៅក្នុងបណ្ដាញសង្គម TikTok ខ្ញុំឃើញគាត់ផុសដែររាល់ថ្ងៃបាទអញ្ចឹងមកឲ្យឃើញដែរខ្ញុំឃើញដែរហើយថ្ងៃនេះក៏បើក Facebook មកស្រាប់តែឃើញបងកំពុងតឡាយហើយនៅនឹងតទល់គ្នាជាមួយគាត់តែម្ដងបាទកាលពីកន្លងមកឃើញតែនៅក្នុងបណ្ដាញសង្គម Facebook គាត់ផុសតែមួយចំហៀងហើយខាងបងនេះបងដាក់ពាក្យបណ្ដឹងបាទហើយក៏ឥឡូវហ្នឹងខ្ញុំស្រាប់តែបើក TikTok បើក Facebook មកឃើញបងកំពុងឡាយឯនេះហើយមកដល់តទល់គ្នាហើយសម្រាប់ការតទល់គ្នាយ៉ាងម៉េចឯងបងរឿងរ៉ាវនេះទៅជាយ៉ាងណាហើយតាមពិតទៅយើងនិយាយអត់ចូលគ្នាទេបាទអញ្ចឹងទៅខ្ញុំអត់ចង់និយាយអីជាមួយគាត់ទៀតទេព្រោះខ្ញុំអត់ចង់ចំណាយពេលទៅបកស្រាយនិយាយអីជាមួយគាត់ទេព្រោះវាយូរហើយអញ្ចឹងខ្ញុំចង់សម្រាប់តែខ្លីតែម្ដងគឺច្បាប់ធ្វើការបាទដើម្បីឲ្យថារុញទៅផ្លូវច្បាប់តាមដំណើរបាទរុញទៅផ្លូវច្បាប់ហើយបើសិនជាខ្ញុំនៅស្ងៀមខ្ញុំអត់ធ្វើអីគាត់គិតថាខ្ញុំនឹងមិនធ្វើអីទេគាត់នៅតែបន្តធ្វើអញ្ចឹងរហូតឥឡូវអត់កើតទេគឺខ្ញុំសម្រាប់ថាខ្ញុំនឹងសុំឲ្យខាងច្បាប់គាត់ដោះស្រាយឲ្យខ្ញុំហើយខ្ញុំអត់និយាយអីជាមួយគាត់ទេព្រោះអត់មានអីត្រូវនិយាយជាមួយកើតទៅនឹងគោកបីមួយគ្នាប្រជ្រះបណ្ដោយមួយគ្នាហ្នឹងដំបងឡាយឃើញគាត់ផុសបងឃើញបានគាត់ផុសដែរប៉ុន្តែអាចគិតថារៀងស្រាលបងនេះបាទដំបងខ្ញុំគិតថាគាត់ថាគាត់ហៅយើងប្តីគាត់ណាគាត់គោរពស្រឡាញ់យើង Hello fan ស្រឡាញ់ idol យើងទៅខឹងអីប៉ុន្តែរឿងទី1ដែលខ្ញុំទទួលយកគាត់បានគឺគាត់ជេរប្រមាថខ្ញុំជាសាធារណៈអានឹងខ្ញុំបានប្តឹងហើយឈានទៅដល់ការជេរទៀតបាទជេរប្រមាថខ្ញុំមានលិខិតទាំងអស់ទេហើយរឿងទី2ទៀតគឺរំខានឯកជនភាពនឹងហ្មងអាហ្នឹងគឺសំខាន់ជាងគេហ្មងគាត់មកអញ្ចឹងសុកមកអង្គុយក្បែរផ្ទះខ្ញុំថតវីដេអូសុកមកអង្គុយក្បែរផ្ទះខ្ញុំថតរូបហើយខ្ញុំរស់នៅរបៀបម៉េចមិនអញ្ចឹងបងអាហ្នឹងជារឿងដែលសំខាន់ហើយរឿងដែលមួយទៀតគឺបង្កាច់បង្ខូចគេឈ្មោះខ្ញុំនៅពេញបណ្ដាញសង្គមថាខ្ញុំនឹងប្តីថាខ្ញុំនឹងអីចឹងទៅហើយសំខាន់ហ្នឹងថាខ្ញុំទៅរំលោភសារពាង្គកាយគាត់មិនទទួលខុសត្រូវណាទៀតបាទអញ្ចឹងចោតបងហ្នឹងបានទៅរំលោភរាងកាយគាត់ទៀតបាទមានណាទាំងអស់ហ្នឹងបាទបើសិនជា fan ខ្ញុំអ្នកតាមដានគាត់ដែរដើម្បីចង់ដឹងពីសកម្មភាពគាត់ហើយយកមកប្រាប់ខ្ញុំគឺពលក្ដួចហ្មងខ្ញុំតាមដែរតែតាមអត់ទាន់ដល់ចំណុចហ្នឹងខ្ញុំឃើញតែគាត់ផុសអះអាងថាបងជាប្តីគាត់តែខ្ញុំដឹងថាគាត់ធ្វើដល់ថ្នាក់ហ្នឹងណាបងណាមានរូបភាពអាហាភាសរូបភាពខ្លះគាត់ថតចតិតចតងធ្វើដូចអាសកម្មភាពអាហាភាសដែលយើងមើលធ្លាប់ឃើញនៅក្នុង Facebook ណាអាគេប្រព្រឹត្តរឿងអាក្រក់ណាទៅជារលរៀលបាទហ្នឹងហើយអារូបភាពរាងកាយទៅគាត់រលរៀលរអីហ្នឹងអីបាទមានទាំងអស់មានទាំងសំណេរមានទាំងអីចឹងហើយខ្ញុំអត់ដឹងថាសម្រួលដោយបកគលនឹងរបៀបម៉េចទៀតអញ្ចឹងបើពាក់ព័ន្ធជាមួយនឹងបកគលខ្ញុំអត់សម្រួលទៀតទេខ្ញុំឲ្យច្បាប់ធ្វើការឥឡូវមិនទេបងចំណាត់ការបន្តបងចង់បានយ៉ាងម៉េចអីយ៉ាងម៉េចមើលទៅបងខ្ញុំបានសួរបញ្ជាក់ទៅខាងលោកលឹមតិមេឃដែរគាត់អត់បានស្គាល់បងទេនឹងមិនមានទំនាក់ទំនងជាមួយបងនោះទេបងយល់យ៉ាងណាដែរចំពោះរឿងរ៉ាវបែបនេះនិយាយខ្លីឲ្យអ្នកមកប្រទេសជឿគាត់ទៅឲ្យថាខ្ញុំឈួតទៅចាប់ជឿគាត់ទៅឲ្យថាខ្ញុំឈួតទៅចាប់ហើយចាប់ខ្ញុំដាក់គុកទៅចាប់អញ្ចឹងបងឥឡូវហ្នឹងចុងក្រោយមានតែប៉ុណ្្នឹងទេខ្ញុំនិយាយគេជឿខ្ញុំហ៎អត់ទេខ្ញុំគេជឿអត់បើគេមិនជឿដដែលហ្នឹងនិយាយទៅអីនិយាយខ្ញុំហត់ស្អីនេះម៉ូតូបងមែនបងម៉ូតូខ្ញុំចុះបងជិះម៉ូតូមកផ្ទាល់តែម្ដងត្រូវទៅធ្វើផ្លេងប្រជុំគ្នាធ្វើផ្លេងតែពេលមករកគាត់នឹកគាត់ពេកហ្នឹងឲ្យទៅថាមកលួចថតនឹកពេកក៏ឆ្លៀតមកមើលកៃលោបានចែកឬក៏បានឃើញមុខកៃលោបាត់នឹកដល់ពេលឥឡូវទៅជាមានរឿងវិញបងណាគាត់ថតគាត់មកឲ្យថតខ្មាស់គេគាត់ខ្មាស់គេអញ្ចឹងបង
បងធ្វើភ្លេងមិនបងធ្វើបទចម្រៀងថ្មីឬក៏មិនមានកម្រងកំពុងតែផលិតបទចម្រៀងឬក៏យ៉ាងម៉េចបាទ មកតែបងក្រុមទូចទេក្រុមទូច ក្រុមទូចទេ ក្រុមល្បី ធ្វើអីគេដែរបងធ្វើភ្លេងឬក៏ធ្វើបទចម្រៀង full តែម្ដង យើង record អីចឹងថតសលេងថតអីចឹង ចឹងមិនន័យថាថតសម្លេងមាន studio ដើម្បីថតចម្រៀងថតអីចឹងណា ហ្នឹងហើយ បាទចុះឥឡូវបើសិនជាសមត្ថកិច្ចមកធ្វើតាមច្បាប់បងព្រមទៅតាមហ្នឹងបងណា ខ្ញុំព្រមពួកគាត់ចង់បានអញ្ចឹង គេចង់បានអញ្ចឹងណាបងតិចមែងចង់បានអញ្ចឹងណា ពួកគាត់ចង់បានអញ្ចឹង បាទបងមានអីនិយាយទៅកាន់អ្នកទស្សនាបន្ថែមចុងក្រោយបន្តិចទេឥឡូវនិយាយតិចមើលបងគេលោកមានអីផ្ដាំផ្ញើទៅ នឹងនិយាយថាម៉េចបង ជឿបងយ៉ាងម៉េចអីយ៉ាងម៉ាណាបង បាត់ជឿខ្ញុំទេចង់និយាយអ្នកភេទទី3ទាំងអស់គាត់យល់ហើយឥឡូវសួរអ្នកភេទទី3ផ្សេងគាត់យល់អារម្មណ៍នឹងអត់គាត់ប្រហែលជាយល់អារម្មណ៍ដែលស្រឡាញ់គេថាស្រឡាញ់តែឯងទៀត អូ អាណាមនុស្សសុកចិត្តជាប់គុកព្រោះស្នេហាសួរឥឡូវប្រហែលអ្នកដែលសុកចិត្តជាប់គុកឥឡូវវីដេអូហ្នឹងខ្ញុំចង់ឲ្យខ្ទើយទូទាំងប្រទេសនិយាយខ្ទើយហ្មងទៅ បាទ អូស្រឡាញ់គេសុកចិត្តជាប់គុកចឹងមែន ដាំផ្ញើអញ្ចឹងហ៎បងណា គាត់តែការសំដែងសុកចិត្តជាប់គុកគាត់តែចង់ល្បីសុកចិត្តជាប់គុក អូអញ្ចឹង បាទស្អីមកវិញ គ្រាន់តែចង់ល្បីនិងគ្រាន់តែការស្រឡាញ់សុខចិត្តជាប់គុក ចឹងខ្ញុំសួរថាខ្ញុំចង់ល្បីមែនចង់បានលុយមែនបានសុកចិត្តមកជាប់គុកព្រោះតែស្រឡាញ់គាត់ហ្នឹងហើយបានស្អីមកវិញ បាទ មនុស្សណាដែលស្រឡាញ់គេសុកចិត្តជាប់គុកមិនគិតមើលអាហ្នឹងខ្ញុំនិយាយឲ្យខ្លីសួរថាបើខ្ញុំអត់ស្រឡាញ់គាត់ខ្ញុំសុកចិត្តជាប់គុកទៅអីស្វាយប្រុសផ្សេងហ្នឹង បាទ តែឈប់វាក់ដៃនៅវិញស្រីក៏បានលុយដែរត្រូវទេ ត្រូវបងត្រូវ ហេតុអីមកសុកគាត់គុកព្រោះយំទៀតឡើយធុញ ចឹងឥឡូវគាត់ក៏បានដាច់អាហារការក៏ថាមិនបានស្គាល់បងតែបន្តិចក៏អស់ចិត្តដែរ ជឿគាត់ទៅបងជឿ មានទំនាក់ទំនងជាមួយបងតែបន្តិចក៏អស់ចិត្តដែរតែគាត់ថាអត់ទាល់តែសោះតែម្ដងណាបង ជឿទៅបើគាត់មិនហ៊ានស្បត់ផង អញ្ចឹងហ៎បងតែបងហ៊ានស្បត់ទេបង ខ្ញុំហ៊ាន មើលឥឡូវតាមហ្នឹងមើលបង បើសិនជាខ្ញុំកុហកខ្ញុំសុំឲ្យស្លាប់ទាំងពូជ អាយយងាប់ហើយបង ផ្ទះបាញ់ចាំមើលតាផ្ទះបាញ់មែនអត់ខ្ញុំអត់មានពៀនពីសបត់ទេ ខ្ញុំនៅនឹងដែរ អស់សំទោស កែលោកមកឥឡូវអីខ្ញុំរត់អត់តន់ទេ អានេះកំពុងក្តៅចឹងខ្ញុំស្បត់និយាយម្ដងទៀតអូនតែខ្ញុំនិយាយផ្ទះបាញ់លើប៉ះផង ដោយសារតែក្តីស្រឡាញ់បងហ៊ានដល់ថ្នាក់ធ្វើបែបនេះហ៎បងណា បងបើអត់ស្រឡាញ់ធ្វើទៅអីឥឡូវសួរបានអីមកវិញ បាទ បើអត់ស្រឡាញ់ខ្ញុំសុកចិត្តជាប់គុកតេចឹងមែនហើយការងារមកកណោនេះសុកចិត្តមកព្រោះតែគាត់ហ្នឹងមែនបើសុកចិត្តជាប់គុកហ្នឹង បងអធិស្ឋានសុំវិលត្រឡប់ទៅក្រោយបន្តិចណាអាចជីកសួរនាំទៅខាងក្រុមគ្រួសាររបស់បងបន្តិចបានទេបងនៅក្នុងក្រុមគ្រួសារបងមានបងប្អូនប្រហែលអ្នកហើយឪពុកម្ដាយយ៉ាងម៉េចដែរបង ខ្ញុំកើតបានមួយខែប៉ាខ្ញុំទៅចោលខ្ញុំឲ្យថាខ្ញុំកូនសហាយអាហ្នឹងនិយាយរឿងប៉ាគាត់ទៅបាត់ហើយអត់ដែរមានឪខ្ញុំកើតម្ដាយនៅមួយម៉ាក់ឲ្យបងស្រីរហូត អូអញ្ចឹងបងនៅ2នាក់បងស្រីបកើតហ៎ បាទហើយ អូអញ្ចឹងគ្រួសារបងមានតែបងមានបងប្អូន2នាក់ទេ មានបងប្រុស2នាក់ទៀតប៉ុន្តែបងមួយធ្វើតាហ៊ាននៅព្រំដែនពងច្បាំងបងរបស់ខ្ញុំម្នាក់តាហ៊ានពងច្បាំងហើយ អញ្ចឹងបងប្អូនបកើត4នាក់បងណា បាទហើយបងមួយទៀតគាត់អ្នកបើកឡានធម្មតា អូអញ្ចឹងគ្រាន់តែបញ្ជាក់ថាបងមានបងប្អូន4នាក់ប្រុស3ស្រី1 យ៉ា អូអញ្ចឹងបងជាកូនទីប្រមាណនៅក្នុង កូនបើបង អូកូនបើតែម្ដង ត្រូវមានបងមួយទៀតតែគាត់ស្លាប់មុនខ្ញុំ បាទអរគុណច្រើនបងអរគុណបាទអរគុណបងប្អូនយើងនេះគឺជាការបញ្ជាក់ពីលោកគុណបើណាបាទលោកគុណបើណាដែលគាត់បានបញ្ជាក់និងអះអាងតែបង្ហាញនៅក្នុងបណ្ដាញសង្គមថាគាត់ធ្លាប់មានទំនាក់ទំនងជាមួយនឹងលោកលឹមតិចម៉េងពិតមែនក៏ប៉ុន្តែលោកលឹមតិចម៉េងក៏បានប្រកែកដាច់អាហារការដែរថាគាត់មិនបានស្គាល់ជាមួយនឹងបាទលោកគុណបើណានេះទេបងប្អូនប្រកាសជាបានស្គាល់និងបានឃើញបងប្រុសខាងលើក៏ដូចជាធ្លាប់បានដឹងរឿងរ៉ាវនៃករណីចម្រុងចម្រាស់បាទជាមួយនឹងការផុសបណ្ដាញសង្គមជាពិសេសគឺ TikTok តែម្ដងរបស់លោកគុណបើណាដែលគាត់បានបង្ហោះមួយคลิปសឹងតែ3 4 5ដងបាទនៅក្នុងបណ្ដាញសង្គម TikTok ហើយចូលទៅមើលឃើញអូសជាច្រើនដែលពាក់ព័ន្ធជាមួយនឹងលោកលឹមតិចម៉េងផ្ទាល់តែម្ដងហើយជាចុងក្រោយលោកលឹមតិចម៉េងក៏បានបញ្ជាក់បាទគាត់ក៏សំណូមពរទៅខាងកម្លាំងសមត្ថកិច្ចជួយចុះមកដល់ទីតាំងដើម្បីធ្វើការអន្តរាគមន៍ទៅលើរឿងនេះដោះស្រាយឲ្យដាច់បាទឲ្យដាច់សាច់តែម្ដងកុំឲ្យមានផលរំខានទៅលើការងារនិងសង្គមសិល្បៈសពថ្ងៃដែលលោកកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងល្បីល្បាញនៅក្នុងវិស័យចម្រៀងនៅស្រុកខ្មែរផ្ទាល់តែម្ដងជាចុងក្រោយក៏សូមអភ័យទោសទៅដល់បងប្អូនដែលខ្ញុំបាទធ្វើការផ្សាយរឿងនេះដោយសារតែបច្ចុប្បន្នពាក់ព័ន្ធជាមួយនឹងរឿងនៅព្រំដែនក៏មិនទាន់បានស្រាកស្រានឡើយទេក៏ប៉ុន្តែដោយសារតែរឿងកំពុងតែផ្ទុះក៏ខ្ញុំបាទឆ្លៀតចុះមកដើម្បីធ្វើការប្រតិយកនៅរូបភាព
ក៏ដូចជាវីដេអូដើម្បីធ្វើការជំរាបជូនទៅដល់បងប្អូនទាំងអស់គ្នាជាលើកទី1ផងដែរហើយបញ្ចប់យ៉ាងណាយ៉ាងណីនោះមានតែលោកលឹមតិចមេទេដើម្បីធ្វើការបញ្ជាក់តាមក្រោយទៅលើសង្គម TikTok ក៏ដូចជា Facebook ផ្លូវការរបស់លោកតតែម្ដងអរគុណបងប្អូនយើងអាត្មានេះគឺម៉ោង 7 យប់ទៅហើយបាទយប់ថ្ងៃទី23 ខែតុលាឆ្នាំបាត់កំពុងតែស្ថិតនៅក្នុងខណ្ឌកំបូលបាទរាជធានីភ្នំពេញដែលបានបញ្ជាក់រួចហើយការផ្ទុះរឿងនេះគឺនៅវេលាប្រមាណម៉ោង 4:05 រសៀលថ្ងៃដដែលនេះហើយក៏បានចុះមកដល់ទីតាំងក្នុងកំឡុងថ្មនេះគឺមិនទាន់ឃើញកម្លាំងសមត្ថកិច្ចអាជ្ញាធរមកដល់ចំណុចទីតាំងនៅឡើយនោះទេរយៈពេល 2-3 ម៉ោងហើយបាទអញ្ចឹងក៏សំណូមពរទៅខាងកម្លាំងសមត្ថកិច្ចផងដែរដើម្បីឲ្យលោកចុះមកដល់ទីតាំងដើម្បីធ្វើការចាត់ការទៅតាមនីតិវិធីនៃច្បាប់ផងដែរអញ្ចឹងអរគុណបងប្អូនយើងដែលកំពុងតែតាមដានទស្សនារយៈការផ្សាយរបស់អង្គភាពអង្គរជ័យខ្ញុំបាទវុឌ្ឍាក៏ដូចជាក្រុមការងារក៏សូមអរគុណសូមគោរពលា